តើស្រមោលលេខ2នឹងតាមឡងបន្លាយកំភ្លឹងធម្មសនល4ឆ្នាំជាប់គ្នាឬយ៉ាងណាល្អស្ទើរតែពេញមួយរដូវកាលបាយជាធុនក្បាលស្រាកន្ទុយនៅចុងឆ្នាំទៅវិញរហូតបានខ្លាយជារបួសស្នាមដណ្ដើមដល់ចិត្តអ្នកគ្រប់គ្រងបន្ទាប់ពីចង់កិច្ចប៉ុន្តែព្រមលិខិតហាក់ដូចជាចង់លេងសើចជាមួយនឹងក្រុមកំភ្លើងធំអាស៊េនលណាស់យប់មិញនេះជាការប្រកួតដែលសំខាន់ករណីបើពួកគេឈ្នះក្រុម MQ Manchester City នោះកំភ្លើងធម្មសនលនឹងមានភាគរយខ្ពស់នៅក្នុងការក្រោងជើងឯកប៉ុន្តែគ្រប់យ៉ាងមិនដូចការគិតដោយកូនដំរីតូចបានផ្លត់ចាញ់នៅក្នុងលទ្ធផល1-2ដែលធ្វើឲ្យ Manchester City មាន67ពិន្ទុក្នុងដៃព្រមទាំងចំណេញការប្រកួតក្នុងដៃថែមមួយប្រកួតទៀតផងមែនទែនទៅការប្រកួតការប្រយុទ្ធមិញក្រុមរបស់លោក Michael Arteta មានឱកាសច្រើនប៉ុន្តែហាក់គ្មានសំណាងដោយការសុទ្ធភាគច្រើនត្រូវបានជួយសង្គ្រោះពីអ្នកចាំទី Donnarumma និងប៉ះជាមួយនឹងបង្គោលទីសម្រាប់កំភ្លើងធំពួកគេនៅតែមានឱកាសក្នុងការដោះបណ្ដាសាលេខ2បានប៉ុន្តែលុះត្រាតែពួកគេអាចឈ្នះគ្រប់ការប្រកួតដែលនៅសល់ក្នុងដៃហើយ5ប្រកួតដែលនៅសល់កូនដំរីត្រូវជួយជាមួយនឹងក្រុមបាល់ទាត់ Newcastle United, Fulham, West Ham, Burnley និង Crystal Palace យ៉ាងណាមិញក្រុមកំភ្លើងធំ Arsenal នៅពេលនេះប្រៀបបានដូចជាកំពុងតែចាប់ត្រីដៃពីរដូច្នោះដែរព្រោះថាពេលនេះពានរង្វាន់ Premier League ក៏សំខាន់ស្របពេលដែលពានរង្វាន់ UEFA Champions League ក៏រឹតតែសំខាន់ប្រសិនបើពួកគេអាចឈ្នះពានរង្វាន់ UEFA Champions League នោះមានន័យថាលោក Michael Arteta បានក្លាយជាគ្រូបង្វឹកដំបូងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហើយដែលអាចជួយឲ្យក្រុមកំភ្លើងធំ Arsenal ឈ្នះពានរង្វាន់ UCL ស្ថានភាពរបស់ Arsenal បច្ចុប្បន្នកីឡាករសំខាន់ដែលរបួសរួមមាន Bukayo Saka, Jordan Timber និង Ricardo Calafiori ចុះប្រិមិត្តគិតថា Arsenal អាចឈ្នះពីណាមួយទេនៅក្នុងរដូវកាលនេះឬឆ្លងមិនផុតពីបណ្ដាសាលេខ2ឬខ្លាចជាក្រុមលេខ2អស់មួយជីវិតអរគុណយេតាឌឺសាវបាទកាលពី Arsenal ចាញ់ Bournemouth នោះយកអាដបទឹកដែលមាន logo Arsenal ហ្នឹងលើកផឹកបាទដើម្បីលើ social media មកប្រាវទៅឥឡូវនេះ Arsenal ចាញ់ Manchester City យកអាដបទឹកដែលមាន logo រូប Arsenal ហ្នឹងដាក់ត្រង់ទឹកភ្នែកឯណារបស់គាត់នោះឌឺខ្លាំងប្រយ័ត្នខូចចិត្តខ្លួនឯងគេឌឺវិញព្រោះថា Arsenal ក៏នៅមានឱកាស Man City ក៏មានឱកាសដែរប្រយ័ត្នតិចតាក៏ឌឺគេខ្លាំងពេកប្រយ័ត្នទឹកភ្នែកជូតក្បាលជង្គង់